Rương Prasa nơi khung vài ong khát vài riêng nơi khung vài ong srok vài riêng khát vài riêng nơi chầm ngài proman chia 10 km ពីថ្នល់ជាតិលេខ 1 គឺថ្នល់ពីភ្នំពេញទៅស្វាយរៀងនេះឯងមានទួលមួយខ្ពស់មិនដែលលិចទឹកទេអ្នកស្រុកជំនាន់មុនមកបានសន្មតឈ្មោះថាទួលស្វាយអង្គទួលនេះហើយដែលជាគោលសន្មតនាមនៃឈ្មោះឃុំនេះនៅលើទួលនេះមានកំពែងនិងប្រាសាទម៉បុរាណមួយមានសន្តានជាព្រះវិហារមានក្បាច់ចម្លាក់របៀបរចនាបុរាណគួរជាទីចាប់អារម្មណ៍គេតាក់តែងឡើងដោយឥដ្ឋខ្លះដោយថ្មបាយក្រៀមខ្លះមានបណ្ដោយប្រមាណជា83 ម៉ែត្រនិងទទឹង46 ម៉ែត្រសពថ្ងៃប្រាសាទនេះបាក់បែកអស់ទៅហើយនៅមានសល់តែកំទេចឥដ្ឋថ្មនិងភាពសន្តានខ្លះតែប៉ុណ្ណោះនៅចំកណ្ដាលទួលនេះមានដើមជ្រៃមួយដើមធំនិងពីខាងមុខប្រាសាទបាក់បែកនោះគេឃើញមានអង្គលឹងព្រះឥសូរឬសេវលឹងអ្នកផងធ្វើដំណើរទៅកាន់បុរាណស្ថាននេះបានដោយងាយស្រួលតែនៅរដូវរំហោចគឺរដូវអស់ភ្លៀងទៅបានតែផ្លូវថ្មើរជើងតាមផ្លូវលំប៉ុណ្ណោះរឿងព្រេងដែលតាក់ទងដោយនាមស្វាយអង្គមានដូចតទៅមានសេចក្តីដំណាលថាកាលនៅរាជធានីលង្វែកមានបុរសម្នាក់ឈ្មោះសំរិទ្ធជាអ្នកខ្លាំងពូកែអង់អាចណាស់មានទីលំនៅនៅលើទីទួលនេះកាលដែលស្រុកកើតចម្បាំងជាមួយនឹងសៀមព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រជានុរាស្ត្រគ្រប់ខេត្តខណ្ឌបើនរណាខ្លាំងពូកែអង់អាចនោះសូមឲ្យចូលខ្លួនទៅបម្រើក្នុងជួរកងទ័ពដើម្បីបង្ក្រាបខ្មាំងសៀមដែលចូលមករាតត្បាតអាណាខេត្តខ្មែរនៅតំបន់ព្រំដែនត្រង់ខេត្តបាត់ដំបងនិងសៀមរាបបុរសសំរិទ្ធក៏ស្ម័គ្រចិត្តចូលខ្លួនទៅតាមព្រះរាជតម្រាប់អំពាវនាវនេះគាត់បានប្រុងប្រៀបរៀបចំខ្លួននិងប្រដាប់ប្រដាមានគ្រឿងសាស្ត្រាវុធនិងអាវដាច់ជះជាដើមរួចជាស្រេចលាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែកដោយដំណើរថ្មើរជើងទៅទេលុះទៅដល់លង្វែកហើយគាត់បានទៅរកជួបមេទ័ពដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការឯលោកមេទ័ពខ្មែរការបានពលរេគ្រប់គ្រាន់ល្មមហើយក៏តាំងបុរសសំរិទ្ធជាមេទ័ពធំឲ្យលើកក្បួនយាត្រាឆ្ពោះទៅបាត់ដំបងដើម្បីកម្ចាត់ពួកសត្រូវលុះទៅដល់សមរភូមិបុរសសំរិទ្ធក៏ចាប់អាវុធយ៉ាងស្វាហាប់លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់ដោយឫទ្ធិតេជះរបស់បុរសសំរិទ្ធនេះទ័ពសៀមក៏បាក់បបខ្លោបខ្លាចលែងហ៊ានចូលមករុករាន
រៀនបាតទឹកដីខ្មែរតទៅទៀតស្រុកក៏បានសុខសានត្រានបុរសសំរិទ្ធក៏លើកទ័ពត្រឡប់មកកាន់រាជធានីលង្វែកវិញហើយបានទូលព្រះរាជាតាមដំណើរដែលខ្លួនបានជ័យជំនះលើទ័ពសៀមហើយក៏សូមរាជានុញ្ញាតក្រាបបង្គំទូលសូមត្រឡប់ទៅស្រុកកំណើតវិញព្រះរាជាទ្រង់ក៏រាជានុញ្ញាតតាមសំណើបុរសសំរិទ្ធបានធ្វើដំណើរត្រឡប់ឆ្ពោះទៅស្វាយរៀងវិញមកដល់ភូមិដូនពេញក៏ឈប់សម្រាកនៅទីនោះមួយយប់ទើបធ្វើដំណើរតទៅទៀតទៅដល់ពាក់កណ្ដាលផ្លូវក៏ឈប់ស្រាយសំពាយរបស់គាត់មើលលុះស្រាយទៅក៏ដឹងថាសំពាយនោះមិនមែនជាសំពាយរបស់គាត់ទេនៅក្នុងសំពាយនោះឃើញតែមានសំពត់មួយនិងផ្លែស្វាយទុំពីរបីប៉ុណ្ណោះគាត់ក៏ដឹងថាបង្វិចនេះច្រឡំក្នុងពេលដែលមកពីចម្បាំងហើយឈប់សម្រាកនៅអង្គរនោះហើយព្រោះពេលនោះមានការច្រឡោកច្រឡំខ្លះហើយផ្លែស្វាយនោះទៀតគឺជាផ្លែស្វាយដែលបានពីអង្គរដែរបុរសសំរិទ្ធក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅឋានអាត្មាដោយសុខសាន្តកាលបានទៅដល់ហើយប្រពន្ធគាត់ក៏យកគ្រាប់ស្វាយដែលទុំរលួយសាច់អស់នៅក្នុងបង្វិចគាត់ទៅកប់ដាំនៅជារបរមិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធៀងមានផ្លែមានផ្កាជាហូរហែរៀងមកស្វាយនេះអ្នកស្រុកនាំគ្នាហៅថាស្វាយអង្គរព្រោះជាពូជស្វាយបានពីអង្គរប៉ុន្តែតមកទៀតពាក្យអង្គរហៅកាត់ខ្លីមកត្រឹមអង្គបានជាពាក្យថាស្វាយអង្គដល់សប្តាហ៍ថ្ងៃនេះទៅខាងក្រោយមកបុរសសំរិទ្ធនិងភរិយាក៏ស្លាប់បាត់ទៅនៅតែដំណរកូនចៅរបស់គាត់កូនចៅនោះខ្លះក៏ទៅនៅឯណេះខ្លះក៏ទៅនៅឯណោះបែកគ្នាទៅតាមប្តីតាមប្រពន្ធលុះយូរទៅទីភូមិរបស់គាត់នោះលែងមានមនុស្សនៅតទៅទៀតអ្នកស្រុកក៏នាំគ្នាសាងជាអារាមមួយឡើងដាក់នាមថាវត្តស្វាយអង្គដោយមានលោកគ្រូចៅអធិការជាអ្នកគ្រប់គ្រងព្រមទាំងមានភិក្ខុសាមណេរគង់នៅជាច្រើនកន្លងតមកទៀតដោយមានការទើសតែងក្នុងទីវត្តផងមានសត្វស្លាបផ្សេងទុំនៅលើដើមស្វាយនោះនាំឲ្យមានបរិយាកាសមិនស្អាតណាមួយមានការខ្វះខាតគ្រឿងសេនាសនៈខ្លះផងលោកគ្រូចៅអធិការក៏ឲ្យភិក្ខុសាមណេរកាប់រំលំដើមស្វាយនោះតែដោយឫទ្ធិដែលជះដើមស្វាយដ៏ធំនោះភិក្ខុសាមណេរកាប់មួយថ្ងៃបានតែពាក់កណ្ដាលដើមនៅសល់ប៉ុន្មាននឹងកាប់ក្នុងថ្ងៃខាងមុខទៀតលុះព្រឹកឡើងស្រាប់តែស្នាមកាត់ទាំងប៉ុន្មានដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ដុះសម្បកក្របចិត្តដូចដើមគួរឲ្យអស្ចារ្យណាស់លោកគ្រូក៏ឲ្យលោកភិក្ខុសាមណេរកាប់បន្តទៀតកាប់មួយថ្ងៃទល់ល្ងាច
ដោយខំយ៉ាងណាក៏បានត្រឹមតែពាក់កណ្ដាលដើមលុះព្រឹកឡើងឃើញដុះសាច់ដុះសម្បកដូចដើមដដែលទៀតលោកគ្រូចៅអធិការចង់ទាល់តម្រេះហើយថ្ងៃមួយលោកគ្រូចៅអធិការឲ្យភិក្ខុសាមណេរយ៉ាងច្រើនដោយមានពូថៅនឹងដឹងគ្រប់ដៃលោកផ្ដាំថានាំគ្នាកាប់ឲ្យរលំក្នុងថ្ងៃនេះឲ្យហើយស្រេចតែម្ដងដើមស្វាយទ្រាំមិនបាននឹងពូថៅដឹងច្រើនពេកក៏រលំទៅរលំហើយស្លឹកវាក៏មិនព្រមស្រពោនទៀតបែរទៅជាដុះបែកមែកខ្នែងចេញផ្លែផ្កាដូចធម្មតានៅពេលយប់គេឮសូរតែសំឡេងស័ព្ទលេងពិណពាទ្យប្រគំយ៉ាងអន្លង់អន្លូចធ្វើឲ្យអ្នកស្រុកស្ងើចអស្ចារ្យមិនយូរប៉ុន្មានលោកគ្រូចៅអធិការក៏កើតជំងឺជាខ្លាំងរវើរវាយរហូតដល់คล้ายទៅជាឆ្កួតវង្វេងអស់ចំណែកភិក្ខុសាមណេរកាលបើឃើញហេតុអស្ចារ្យដូច្នោះក៏រត់ចោលអារាមនោះអស់ទៅឧបាសកឧបាសិកាក៏បាននាំគ្នាទៅកសាងវត្តថ្មីមួយទៀតនៅចម្ងាយប្រមាណជា1គីឡូម៉ែត្រពីវត្តស្វាយអង្គចាស់នេះហើយសពថ្ងៃគេឲ្យឈ្មោះថាវត្តស្វាយផ្អែមវិញឯកន្លែងចាស់នេះសពថ្ងៃនៅមានដើមស្វាយចំនួនក្រោយមកនឹងមានដើមឈើព្រមទាំងកូនឈើឯទៀតជាច្រើនដកទ្រុបទ្រុលទៅវិញរឿងរ៉ាវទាំងនេះហើយជាប្រភពនៃបុរាណស្ថាននេះតាមបែបរឿងព្រេងតែបើអង្កេតតាមប្រវត្តិទីកន្លែងផ្ទាល់ទៅវិញយើងឃើញថាពាក្យអង្គនេះពុំសមคล้ายមកពីពាក្យថាអង្គរទេគឺមកពីទីនេះមានបុរាណស្ថានខាងសាសនាព្រាហ្មណ៍ដែលមានកសាងជាសេវលឹង្គតម្កល់លើវត្ថុសក្ការៈក្នុងគ្រានេះសេវលឹង្គនោះហើយដែលអ្នកស្រុកហៅថាអង្គបានជាក្រោយមកគ្រាដែលយើងវិលត្រឡប់មកគោរពព្រះពុទ្ធសាសនាវិញទីសក្ការៈរបស់លទ្ធិព្រាហ្មណ៍ទាំងអំបាលមាននេះក៏ត្រូវផ្លាស់ប្ដូរជាអារាមព្រះពុទ្ធសាសនាទៅវិញតែនៅសល់ជាប់ឈ្មោះទីនោះថាអង្គរហូតមកពាក្យនេះដូចគ្នាទៅនឹងពាក្យថាអង្គប្រាសាទអង្គព្រៃអង្គស្នួលជាដើមឡាក់រឿងនិទានដែលខ្ញុំបានលើកយកមកនិទាននៅពេលនេះសូមបញ្ចប់តែត្រឹមនេះអរគុណ